mà ở đây chúng tôi thông minh thế đấy bảo chúng tôi cô bạn thực đó người cô bạn thực đó này tại tại chùa Bát Tè phía Tra chùa mình cô cả sẽ có bây giờ mà nơi tam thì chùa nó bọt đã có tao vô đăng ông piបញ្ហាគាត់អត់ទាន់ចេះមើលថាតើគោលរបស់គាត់បាក់ទឹកដោះគោលរបស់គាត់ខ្វះជីវជាតិគោលរបស់គាត់មានបញ្ហាអីមួយហ្នឹងមានថាគាត់អត់ទាន់ដឹងឡើយទេបាទឥឡូវនេះខ្ញុំនាំបងប្អូនឲ្យយល់ដឹងពីជំងឺគោបាក់ទឹកដោះនេះបាទកូនគោចំពោះកូនគោឬក៏គោអេស្កូមបាទគោអេស្កូមគឺអាចប្រើជាមួយវិធីដូចគ្នាបាទទីមួយនេះគឺយើងដើម្បីឲ្យយើងមើលឃើញទៅគោនេះយើងត្រូវតែមើលពិនិត្យពីរោគសញ្ញាសិនបាទយើងត្រូវដឹងពីរោគសញ្ញារបស់វាថាតើវាមានរោគសញ្ញាអីខ្លះដែលធ្វើឲ្យវាមានបញ្ហាហ្នឹងបាទឥឡូវបងប្អូនសូមពិនិត្យមើលជាមួយនឹងខ្ញុំតគ្នាតាបាទអូខេរោគសញ្ញាដែលធ្វើឲ្យគោនឹងវាបាក់ទឹកដោះវាមានបញ្ហាហ្នឹងទីមួយគឺយើងសង្កេតឃើញថាគោនឹងវាស្គមឃើញគោស្គមដែរស្គមមកវាស្គមនៅសក់ឆ្អឹងបាទហើយបន្ទាប់មកទៀតគឺលាមកវានឹងដូចអាចសរសៃមានថាមកទូចហើយរឹងហើយនឹងរឹងណាហ្នឹងហើយបាទហើយបន្ទាប់ពីលាមកវាដូចអាចសរសៃហើយបន្ទាប់មកពេលខ្លះលាមកវាជុះមកនោះវាមានសម្បោរផងហើយបូកជាមួយនឹងឈាមផងដែរពេលដែលវាជុះអាចមកបាទអញ្ចឹងយើងអាចសង្កេតឃើញនឹងភ្នែកបាទហើយមួយទៀតយើងឃើញរោមរបស់វានឹងបាសឬក៏រោមរបស់វាស្ទើរនឹងអត់រោមវាអ្នកខ្លះទៅរោមសត្វខ្លះបាសហើយរោមអ្នកខ្លះស្ទើរនឹងអត់មានថាវារោមវាតងោលហ្មងបាទហើយមួយទៀតទៅអត់សូវស៊ីទេសត្វហ្នឹងអត់សូវស៊ីចំណីបាទវាស៊ីដែរប៉ុន្តែវាស៊ីតិចហើយកម្ដៅគឺធម្មតាបាទគឺកម្ដៅវាធម្មតាយើងដឹងកម្ដៅយើងដាក់តែ1ម៉ែទៅហើយយើងវាស់កម្ដៅវាទៅយើងឃើញថាកម្ដៅវាធម្មតាអញ្ចឹងយើងចូលដល់មួយទៀតអំពីការព្យាបាលចំពោះគោបាក់ទឹកដោះនេះគោបាក់ទឹកដោះនេះការព្យាបាលរបស់យើងគឺទី1យើងមានយើងចាក់អ៊ីវ៉ាមិចបាទចាក់អ៊ីវ៉ាមិចប៉ុន្តែសូមហាមអ៊ីវ៉ាមិចនេះអត់ឲ្យធ្វើទៅលើសត្វដែលមានផ្ទៃពោះទេពីព្រោះវាអាចធ្វើឲ្យកូនស្លាប់ក្នុងពោះឬក៏រលូតព្រោះដោយសារឆ្នាំអ៊ីវ៉ាមិចនេះវាមានតែដោយជាតិពុលបាទអញ្ចឹងយើងអត់អាចចាក់ទៅលើសត្វដែលមានកំពុងតែផើមបានទេបាទយើងអត់អាចចាក់បានទេបើសត្វនឹងអត់ផើមយើងអាចចាក់បានដោយយើងប្រើ1 cc 50 គីឡូបាទ1 cc យើងប្រើ50 គីឡូបាទអញ្ចឹងយើងចាក់នៅខាងក្រៅស្បែកបាទយើងចាក់នៅខាងក្រៅស្បែកបន្ទាប់ពីយើងចាក់អ៊ីវ៉ាមិចហើយយើងបញ្ច្រកយើងបញ្ច្រកអាល់បងដាសូលបាទអាហ្នឹង1 cc គឺស្មើនឹង10 គីឡូមានន័យថាគោ10 គីឡូយើងចាក់1 cc បើគោ50 គីឡូយើងចាក់5 cc ទៅបាទហើយយើងបញ្ច្រក5 cc ទៅបើសិនជាគោ50 គីឡូបាទបន្ទាប់ពីយើងបញ្ច្រកបងដាសូលហើយបន្តមកទៀតយើងចាក់វីតាមីន B-Odil បាទវីតាមីន B-Odil នេះបើសិនជាពិបាករកទេយើងមានវីតាមីនផ្សេងទៀតដូចវីតាមីន ADE AD3E មកមានវីតាមីន B12 មកមានវីតាមីនអីច្រើនទៀតបាទឲ្យបងប្អូនអាចចាក់បានបាទចាក់វាទៅបាទហើយរង្វាស់វីតាមីនផ្សេងនេះយើងប្រើ1 cc 10 គីឡូប៉ុន្តែចំណែកវីតាមីន B-Odil នេះយើងប្រើតែ1 cc កន្លះបានហើយ1 cc កន្លះចំនួនគោ50 គីឡូប៉ុន្តែបើសិនជាគោ100 គីឡូយើងប្រើ4 cc ទៅបាទគោ100 គីឡូណាហ្នឹងហើយយើងប្រើ4 cc ទៅបាទដើម្បីឲ្យគោរបស់យើងនោះវាឆាប់មានកម្លាំងវាឆាប់ឡើងសាច់ហើយបន្ទាប់ពីយើងចាក់ B-Odil ហើយយើងបន្តចាក់វីតាមីន C ទៀតហេតុអីបានយើងចាក់វីតាមីន C ពីព្រោះដោយសារគោរបស់យើងវាអត់សូវស្មៅអត់សូវផឹកទឹកមានថានៅក្នុងខ្លួនរបស់វានឹងខ្វះជាតិទឹកហើយស្បែករបស់វានឹងក៏ស្ងួតដែរនៅពេលដែលយើងឃើញថា
បាទថាស្បែករបស់វានឹងឡើងស្ងួតបាទអញ្ចឹងយើងចាំបាច់យើងត្រូវតែប្រើវីតាមីន C ដើម្បីឲ្យជួយបង្កើនជាតិទឹកនៅក្នុងខ្លួនរបស់វាហើយនឹងមួយទៀតវាជួយធ្វើកុំឲ្យសត្វនឹង stress បានដែរសត្វដែលមានបញ្ហានេះក៏ជាសត្វដែលប្រឈមមុខជាមួយនឹងជំងឺ stress បានដែរពីព្រោះដោយសារអីព្រោះដោយសារវាអត់សូវវាមានបញ្ហានៅក្នុងខ្លួនវាដោយសារទីមួយវាមានសារល្អិតនៅក្នុងខ្លួនផងវាខ្វះជីវជាតិនៅក្នុងខ្លួនផងវាខ្វះជាតិទឹកនៅក្នុងខ្លួនផងបាទអញ្ចឹងធ្វើឲ្យសត្វហ្នឹងក៏ពិបាកចិត្តដែរពិបាកចិត្តទៅវាធ្វើឲ្យមានបញ្ហាសត្វហ្នឹងមាន stress បាទអញ្ចឹងយើងត្រូវតែចាក់វីតាមីន C ជួយដល់វាបាទដើម្បីឲ្យវាមានជាតិទឹកក្នុងខ្លួនឡើងវិញហើយធ្វើឲ្យវាសម្រួលបាទកុំឲ្យវា stress មកកុំឲ្យវា stress ឡើងមកវិញបាទហើយជួយបង្កើនសាច់ជួយឲ្យវាស៊ីឡើងវិញបាទជួយឲ្យវាស៊ីឡើងវិញបាទអញ្ចឹងចំពោះគោបាក់ទឹកដោះឬក៏គោស្គរបងអាចធ្វើដូចគ្នាបានបាទបងអាចចាក់ដូចគ្នាបានបាទសត្វខ្លះស្គមបាទសត្វខ្លះធំហើយបាទវាស្គមយើងអាចប្រើតាមវិធីដូចគ្នាបាទមិនមែនសម្រាប់តែគោដែលបាក់ទឹកដោះទេជ្រូកគោធំអាចប្រើដូចគ្នាដែរបាទអរគុណបងប្អូនសង្ឃឹមបងប្អូនយកទៅអនុវត្តទៅបានជោគជ័យហើយបាទអរគុណហើយសូមជួយ subscribe ជួយ like ផង share comment បាទហើយក៏បានដែរអរគុណច្រើនបាទខ្ញុំអត់មានអីទេមានតែប៉ុណ្ណឹងបាទ